គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិរងការរិះគន់ពីមជ្ឈដ្ឋាននានានិងសង្គមស៊ីវិលព្រមទាំងអ្នកវិភាគមួយចំនួនថាគណៈបកទាំងពីរនេះគិតតែពីរឿងផ្ដាល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដោយមិនគិតដោះស្រាយបញ្ហាជាតិធំៗនោះទេគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិជួបប្រជុំគ្នាដោយឯកភាពផ្ដាល់មធ្យោបាយដល់អ្នកតំណាងរាស្ត្រភាគតិចនិងភាគច្រើននៅក្នុងរដ្ឋសភាដោយផ្ដាល់ឡានជំនួយការឬទីប្រឹក្សានិងថវិកាមួយចំនួនធំកាលពីថ្ងៃសុក្របាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកប្រាជើពីភ្នំពេញការរិះគន់របស់សង្គមស៊ីវិលនិងអ្នកវិភាគគណៈដែលប្រធានក្រុមតំណាងរាស្ត្រភាគតិចភាគច្រើននៅក្នុងរដ្ឋសភាត្រូវបានគណៈបកទាំងពីរបង្កើតជាង1ឆ្នាំទៅហើយបែរជានាំគ្នាទៅគិតគូរផ្ដាល់មធ្យោបាយសង្គមស៊ីវិលនិងអ្នកវិភាគនៅតែយល់ថាការផ្ដាល់មធ្យោបាយដល់ប្រធានក្រុមតំណាងរាស្ត្រភាគតិចភាគច្រើននៅក្នុងសភាគឺគណៈបកទាំងពីរកំពុងតែចែកប្រយោជន៍គ្នាហើយនាំគ្នាមើលរំលងទុក្ខលំបាករបស់ពលរដ្ឋអ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះយល់ថាការចែកលុយចែកឡាននិងទូនីតិគ្នានៅពេលនេះជាសញ្ញាបង្ហាញថាគណៈបកទាំងពីរផ្សះផ្សាគ្នាឡើងវិញតាមរយៈវប្បធម៌សន្តិនិកប៉ុន្តែលោកថាគណៈបកទាំងពីរមិនគួរបង្ហាញជាសាធារណៈនោះទេលោកបណ្ឌិតមាសនេះថាគណៈបកទាំងពីរគួរបង្ហាញគោលនយោបាយឬដំណោះស្រាយនយោបាយល្អជាងនេះព្រោះអាចធ្វើឲ្យពលរដ្ឋសប្បាយចិត្តជាងគណៈបកទាំងពីរគួរតែសម្រាប់ចិត្តរួមគ្នាថារឿងអីដែលត្រូវយកផ្សាយជាសាធារណៈហើយស្អីខ្លះដែលយើងគិតថាវាជារឿងផ្ទៃក្នុងរបស់